សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងអឺមានប្រធានបទមួយដែលទាក់ទងទៅនឹងការជេរដោយសារតែខ្ញុំមើលឃើញថានៅក្នុងសង្គមយើងសព្វថ្ងៃមិនថាមជ្ឈដ្ឋានខាងក្រៅឬក៏នៅតាមបណ្ដាញសង្គមនានាទេគឺតែងតែមាននៅសកម្មភាពមួយដែលមើលទៅហាក់បីដូចជាអនាធិបតេយ្យមែនទែនគឺការជេរនេះឯងចឹងវាធ្វើឲ្យខ្ញុំយល់ឃើញថាខ្ញុំគួរតែមានវីដេអូមួយក្នុងការចែករំលែកក៏ដូចជាផ្ដល់ជាគំនិតក្នុងការយល់ឃើញពីខ្ញុំចែកជូនអ្នកទាំងអស់គ្នាហើយឬក៏អាចថាវាជាអ្វីដែលយើងគួរតែនិយាយព្រោះអីការជេរនេះសម្រាប់ខ្ញុំគិតថាវាមិនជាល្អប៉ុន្មានទេហើយកុំថាឡើយតែខ្ញុំគឺសូម្បីតែអ្នកទាំងអស់គ្នាក៏ដូចជាសង្គមជាតិទាំងមូលក៏មិនមានការពេញចិត្តប៉ុន្មានដែរមិនមែនជាការពេញចិត្តប៉ុន្មានទេគឺមិនមានការពេញចិត្តទាំងស្រុងតែម្ដងអញ្ចឹងដើម្បីជាផ្នែកមួយក្នុងការកែលម្អសង្គមខ្ញុំនឹងចែករំលែកអំពីគំនិតខ្លះៗនៃការយល់ឃើញអំពីឥទ្ធិពលនៃការជេរនេះហើយសូមកុំគិតថាការចែករំលែកនេះគ្រាន់តែជាការយកមុខគ្រាន់តែជាការចង់បាននៅភាពល្បីល្បាញឬក៏ជាគំនិតមួយដែលរាក់កផាលអីយើងគិតថាសង្គមមួយនៅពេលដែលមានការជេរកាន់តែច្រើនសង្គមនោះនឹងមានការរស់នៅបែបអសីលធម៌កាន់តែច្រើនដូចគ្នាព្រោះអីការជេរមិនមែនជារឿងល្អនោះទេហើយបើសិនជាយើងក៏លេចទៅមើលធម៌ព្រះពុទ្ធក៏លោកបានបង្រៀនមនុស្សឲ្យប្រកាន់ខ្ជាប់នៅធម៌សំទោសគឺនៅសិល5ហើយនៅក្នុងសិលទាំង5ហ្នឹងក៏មានសិលមួយដែលតមក្នុងការជេរនោះដែរអញ្ចឹងសរុបមកវិញការជេរនេះនៅពេលដែលយើងប្រើប្រាស់វាកាន់តែច្រើនវាធ្វើឲ្យសង្គមយើងកាន់តែអាប់យុះគ្រួសារកាន់តែគ្មានវិន័យហើយនឹងធ្វើឲ្យអ្នកដទៃកាន់តែស្អប់ខ្ពើមបកមកក្រោយវិញខ្ញុំអាចសន្និដ្ឋានបាន3ចំណុចនៅពេលដែលយើងមានសកម្មភាពជេរជាទម្លាប់នៅពេលដែលយើងស្អប់នរណាម្នាក់នៅពេលដែលយើងមិនពេញចិត្តទៅលើអ្វីមួយឬក៏នៅពេលដែលយើងធ្វើអីមួយដែលមិនសមប្រកបតាមការពេញចិត្តរបស់យើងអីជាដើមអញ្ចឹងនៅពេលដែលយើងបង្កើតទម្លាប់នៃការជេរកាន់តែច្រើនវាអាចហុចផលអវិជ្ជមានឲ្យយើង3ចំណុចដែលខ្ញុំនឹងលើកយកមកនិយាយចំណុចទី1គឺផលប៉ះពាល់សម្រាប់ខ្លួនឯងអ្វីទៅជាឥទ្ធិពលនៃការជេរដែលប៉ះពាល់ទៅលើខ្លួនឯងអញ្ចឹងទី1នេះគឺនៅពេលដែលយើងបង្កើតទម្លាប់នៃការជេរកាន់តែច្រើនវាធ្វើឲ្យយើងគ្មាននៅសីលធម៌ក្នុងខ្លួនធ្វើឲ្យយើងបង្កើតទម្លាប់អាក្រក់មួយនៅស្រាប់ខ្លួនឯងវាធ្វើឲ្យយើងបាត់បង់នៅកិត្តិយសបាត់បង់នៅសីលធម៌ហើយអ្នកដទៃមើលមកយើងគឺគេមិនឲ្យតម្លៃនោះទេទី2សម្រាប់គ្រួសារនៅពេលដែលយើងបង្កើតទម្លាប់ការជេរកាន់តែច្រើនអ្នកដទៃគេមើលមកគេនឹងវាយតម្លៃទៅលើស្ថានភាពទៅលើតម្លៃនៃគ្រួសាររបស់យើងបាត់ហើយអញ្ចឹងមិនត្រឹមតែប៉ះពាល់ដល់ខ្លួនឯងទេវាអាចជះឥទ្ធិពលដល់គ្រួសារយើងថែមទៀតផងហើយចំណុចទី3គឺប៉ះពាល់ដល់សង្គមជាតិទាំងមូលដូចអ្នកនរគ្នាបានដឹងស្រាប់ហើយថាការជេរមិនមែនជារឿងល្អទេហើយកាលណាដែលយើងជេរគេ
គេជេរមកយើងជេរទៅគេវាជះឥទ្ធិពលទៅដល់សង្គមទាំងមូលឧទាហរណ៍ថាយើងជេរនៅលើបណ្ដាញសង្គមណាមួយ TikTok Facebook Instagram ឬក៏ Messenger ជាដើមនៅពេលដែលអាសកម្មភាពទាំងអស់ហ្នឹងវាបានបែកផ្សាយសារព្រោះទៅលើសង្គមអាសកម្មភាពទាំងអស់ហ្នឹងវាជះឥទ្ធិពលទៅដល់សង្គមទាំងមូលជះឥទ្ធិពលបែបណាមានន័យថាអ្នកដទៃមើលមកយើងបង្កើតសកម្មភាពជេរវាគឺជារឿងអសិលធម៌បាត់ហើយអញ្ចឹងអារឿងអសិលធម៌សង្គមហ្នឹងវាសាបព្រោះទៅដល់ក្មេងៗជំនាន់ក្រោយសាបព្រោះទៅដល់មនុស្សចាស់សាបព្រោះទៅដល់វ័យជំទង់អញ្ចឹងអាវប្បធម៌នៃការសាបព្រោះហ្នឹងវាគឺជាទម្លាប់អាក្រក់ដែលជះឥទ្ធិពលដល់សង្គមអញ្ចឹងសរុបមកវិញពីខ្ញុំទៅការជេរនេះមិនមែនជារឿងល្អទេហើយសូមផ្ដាំផ្ញើដល់អ្នកទាំងអស់គ្នាក៏ដូចជាក្រើនរំលឹកស្មារតីទាំងអស់គ្នាថាការលើកឡើងនៅរឿងជេរបចោប្រមាថនេះគឺមិនមែនជាសិលធម៌ល្អទេសម្រាប់សង្គមយើងសម្រាប់រឿងខ្លួនយើងផ្ទាល់ខ្លួនក៏ដូចជាគ្រួសារផងដែរអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងសង្ឃឹមថាវាគឺជាគំនិតមួយក្នុងការពញ្ញាក់ស្មារតីទៅកាន់សង្គមជាតិរបស់យើងឲ្យគិតឡើងវិញទៅលើឥរិយាបថរបស់យើងម្នាក់ៗក្នុងការនិយាយក្នុងការបង្ហាញគំនិតឬក៏ comment ណាមួយដែលជាភាសាមួយដែលអសិលធម៌ឬក៏ជាភាសាមួយដែលជេរស្ដីទៅលើនរណាម្នាក់បុគ្គលណាម្នាក់ឬក្រុមណាមួយអញ្ចឹងសង្ឃឹមថាការលុបបំបាត់នៃការជេរនៅក្នុងសង្គមខ្មែរយើងនឹងមិនមានទេនៅពេលខាងមុខហើយប៉ុន្តែខ្ញុំក៏មិនរំពឹងខ្ពស់ពេកដែរដោយសារតែមនុស្សនៅតែមានការខឹងក្រោធនៅតែមានការនិយាយស្ដីនៅតែមានអញ្ចឹងការជេរនឹងអាចកើតឡើងនៅប្រការណាមួយអញ្ចឹងខ្ញុំមានតែសង្ឃឹមហើយមានសុតិធនិយមថាប្រជាជនខ្មែរយើងក៏ដូចជាយុវជនជំនាន់ក្រោយនឹងលុបបំបាត់ការជេរនេះចេញពីបណ្ដាញសង្គមក៏ដូចជាចេញពីខ្លួនឯងនិងកុំឲ្យជះឥទ្ធិពលទៅដល់អ្នកផ្ទះឬក៏ក្រុមគ្រួសារយើងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយបើសិនជាអ្នកនរគ្នាពេញចិត្តប្រធានបទមួយនេះអាចចុច like ឬក៏ comment ជាការលើកទឹកចិត្តឬក៏ចែករំលែកតាមរយៈ comment របស់អ្នកទាំងអស់គ្នាហើយបើសិនជាអាចចូលទៅ subscribe channel YouTube ខ្ញុំម្នាក់មួយដើម្បីទៅជាការលើកទឹកចិត្តក្នុងការផលិតនៅវីដេអូថ្មីៗក្រោយទៀតអរគុណជួបគ្នានៅវីដេអូក្រោយបាយ